ឯការថែរក្សាយកចិត្តទុកដាក់ម្ដាយនេះអានិសង្ឃប្រសើរណាស់កូនណាបានការពារម្ដាយឪពុកឲ្យគាត់រស់នៅដោយសុខមិនមានបញ្ហាអីប៉ះពាល់ដល់គាត់កូននឹងកើតជាតិណាទៅណាមកណាគេឈ្នាននេះអត់កើតខ្ញុំឃើញមនុស្សខ្លះគេស្អប់គេឈ្នាននេះអាម៉េចក៏មនុស្សនឹងវាអត់អាលាយនេះមានអាកាសណាចម្រើនដោយសារអីពីអតីតមកគេបានបំរើម្ដាយបំរើឪពុកមកលើកឧទាហរណ៍រឿងមួយព្រះសម្ដែងអំពីអាខ្មៅហ្នឹងគេចំណែនច្រើនដោយសារអីដោយសារការពីអតីតជាតិហែកឋិនចំណែននឹងគេឯងដើមកឋិនដែរហើយដល់អាចារ្យវាអត់ហៅគេវាអត់ហៅឈ្មោះឯងវាអត់លើកឈ្មោះឯងទៅលើកអ្នកផ្សេងនោះវាខឹងគេណាបានទៅកើតជាតិនឹងមកខ្មៅអាក្រក់ប៉ុន្តែអ្នកណាទៅចំណែនឈ្នាននេះទៅធ្វើបាបគាត់ចង់ឲ្យគាត់វិនិច្ឆ័យអាម៉េចក៏អត់វិនិច្ឆ័យដែរគាត់ចេះតែចម្រើនទៅរហូតដោយសារអីដោយសារតែការពីអតីតនោះគាត់បំរើម្ដាយឪពុករបស់គាត់យាយតាចាស់ពីរអ្នកហ្នឹងនិយាយពីទូរែកសែងពុនដូចសវណ្ណអាសាមអញ្ចឹងស្រឡាញ់ម្ដាយស្រឡាញ់ឪពុកបាយទឹកនំចំណីត្រីសាច់អាចនោមឲ្យបំរើម្ដាយឪពុកគ្រប់សពបងដល់អញ្ចឹងអ្នកណាមកឈ្នាននេះគាត់ក៏អត់កើតបងមើលមកនិយាយរឿងហ្នឹងបន្តិចញោមបងអានិសង្ឃបំរើម្ដាយបំរើឪពុកឲ្យកូនចៅមានទឹកចិត្តបំរើម៉ែបំរើឪកាន់តែខ្លាំងអាគាត់ហ្នឹងកើតមកម្ដាយឪពុកស្លាប់ចោលអស់អញ្ចឹងទៅគេយកទៅចោលក្នុងធុងសម្រាមព្រោះអត់មានអាណាគេចង់ចិញ្ចឹមទេមនុស្សនោះវាអាក្រក់ពេកយកទៅកើតមកមុខមនុស្សយាយមុខមិនសមក្បាលមិនសមមុខដៃមិនសមជើងមិនសមដៃឲ្យអុកមកអាក្រក់ហ្មងហើយថ្មិញអត់មានអញ្ចាញភ្នែករូងជ្រៅដល់អាក្រក់ច្រមុះខើចហ្នឹងតែជាខ្លីមកខាងវែងមកខាងជើងនោះមិនសមខ្លួនមិនសមជើងថាអាក្រក់ហ្មងនិយាយអាក្រក់និយាយមិនកើតនេះអាហ្នឹងប្រយ័ត្នណាញោមតែខឹងចំណែនគេប្រយ័ត្នណាកើតមកអាក្រក់អត់ល្អទេហ្នឹងហើយដល់អញ្ចឹងទៅក៏យកទៅចោលដល់យកទៅចោលដឹងឮដល់សទ្ធិពីរអ្នកប្តីប្រពន្ធដែលអត់កូនណានឹកឃើញទៅគេមានឮសូរល្បីថាមានក្មេងម្នាក់កើតមកគេយកទៅចោលឥឡូវអាបាវឯងទៅមើលកែនៅបើនៅរើសយកមកអញ្ចឹងមកចាត់ទុកដូចខ្ញុំបំរើក្នុងផ្ទះយើងទៅឲ្យបាយវាហូបទៅគ្រាន់បានខ្វៀលគោខ្វៀលក្របីដែរវាគ្មានអស់បាយប្រមាណទេក៏ឲ្យអ្នកបំរើហ្នឹងទៅរើសអាខ្មៅយកមកចិញ្ចឹមដល់ចិញ្ចឹមអញ្ចឹងទៅធំទៅគេឲ្យទៅខ្វៀលតាគោខ្វៀលតាក្របីហ្នឹងសទ្ធិហ្នឹងចាត់ទុកដូចអ្នកបំរើឲ្យទៅខ្ញុំឲ្យដូចខ្ញុំបំរើដតីឲ្យទៅខ្វៀលគោខ្វៀលក្របីអញ្ចឹងប៉ិនអាខ្មៅនេះវាចេះជាងគេចេះណាវាចេះយកចិត្តសទ្ធិយាយតាចាស់ហ្នឹងវាបំរើបាយទឹកត្រីសាច់នំចំណីបានរបស់ស្អីមកពីណាយកមកឲ្យលោកសទ្ធិហ្នឹងផ្គត់ផ្គង់ផ្លែឈើព្រៃអីទៅខ្វៀលក្របីមកបេះបានផ្លែឈើអីយកចិត្តទុកដាក់យាយតានឹងឈឺជាអាហ្នឹងវាថែទាំរកថ្នាំរកពេទ្យរកមកហើយដល់មនុស្សយើងណាយាយបើគេនៅជាមួយគេតុនភ្លុនគេយកចិត្តទុកដាក់យើងអញ្ចឹងមនុស្សយើងវាតុតចិត្តហ្នឹងវាតុនដល់អញ្ចឹងយាយតានឹងរៀបនឹងដៃខ្យល់នឹកឃើញទៅយាយវាយើងវាអត់កូនហើយអ្នកបំរើទាំងអស់យើងមើលទៅតែគ្មានអាណាមួយចិត្តបានជាមួយយើងដូចអាខ្មៅទេម្នាក់គិតតែពីផលប្រយោជន៍អាខ្មៅនេះមិនដែលគិតគូរឿងប្រាក់ខែមិនដែលគិតគូរឿងលុយកាក់មកបំរើយើងនេះដោយស្មោះហើយយើងយកវាមកចិញ្ចឹមតាំងពីតូចមើលចិត្តកំណត់វាល្អណាស់បើអញ្ចឹងយើងដៃខ្យល់ទៅសញ្ញេបណ្ដាំមរតកហ្នឹងទុកឲ្យអាខ្មៅទាំងអស់ទៅកើតមករូបអាក្រក់មែនណាយាយប៉ុន្តែគេស្រឡាញ់ឡើងជាសេដ្ឋីអាសេដ្ឋីចាស់តាយាយនឹងស្លាប់ទៅខ្លួនឯងឡើងជាសេដ្ឋីព្រោះបណ្ដាំមរតកហ្នឹងបានមកខ្មៅទាំងអស់ដល់ឡើងជាសេដ្ឋីទៅនិយាយពីក្នុងក្រុងហ្នឹងមានសេដ្ឋីមួយទៀតដែលមានកូនកំមុំស្អាតចិត្តដល់កន្លែងចំណែនណាយាយណាធរចំណែនណាចាំមើលអាអ្នកចំណែនគេវាទៅស្អីហើយអាអ្នកដែលត្រូវគេចំណែនហ្នឹងវាទៅជាស្អីហ្នឹងបានតែគេចំណែនទៅវាអត់វិនិច្ឆ័យដោយសារអីដូចអាត្មានិយាយខាងដើមមិញដោយសារបំរើម្ដាយបំរើឪពុកការពារម្ដាយឪពុកដល់ទៅពេលនៅក្នុងក្រុងហ្នឹងវាមានស្ត្រីម្នាក់កូនសេដ្ឋីមួយនោះវាស្អាតហើយដល់ស្អាតអញ្ចឹងប្រុសក្នុងក្រុងហ្នឹងអាម៉េចញោមចាប្រុសវាអាម៉េចដល់ពេលមានស្ត្រីស្អាតនៅក្នុងស្រុកភូមិវាអាម៉េចទៅស្រឡាញ់ហើយដល់ស្រឡាញ់ត្រូវធ្វើម៉េចតាមចែកចៅអត់មានចែកចៅមានតាមចែកចៅទេចាស់ពីដើមបើថាស្រឡាញ់ប្រាប់ចាស់ទុំឲ្យចូលស្រីទៅដឹងហ្មងហ្នឹងហើយចាស់ទុំចូលសួរហើយបើនិយាយពីទំនៀមទម្លាប់ខ្មែរចូលសួរហ្នឹងមិនមែនម៉ែឪហ្នឹងទៅសួរទៀតពឹងពោរអ្នកផ្លូវឲ្យគេទៅស៊ើបម្ដងដឹង2ដង3ដងបើដឹងថាល្អនៅកំមុំព្រមវិចារអីមិនជាប់ជាពាក់ចិត្តលើអ្នកណាតចរិតចិត្តកំណត់ល្អបានគេឲ្យមេបាខាងប្រុសនេះទៅកំណត់ថ្ងៃចូលស្រីទៅដឹងកំណត់ថ្ងៃចូលស្រីទៅដឹងឲ្យអ្នកផ្លូវទៅកំណត់ថ្ងៃហើយចូលស្រីទៅដឹង3ជើងទៀតនោះនឹងស្ដឹងបានហើយយកទៅបំរើប្រហែលខែទៀតដូចអាត្មាធ្លាប់និយាយពីប្រវត្តិនៃអាពាហ៍ពិពាហ៍ខ្មែរកាលពីសម័យបុរាណនៃញោមស្ដាប់ហើយមិនបាច់លើកទៀតទេចឹងចូលស្រីទៅដឹង
និយាយពីមន្ត្រីអ្នកតូចអ្នកធំណាក៏ដោយចូលស្ដីតដឹងនាងនឹងអត់ស្រឡាញ់ទាំងអស់អាណាទៅក៏អត់ស្រឡាញ់ដែរមន្ត្រីថ្នាក់ណាទៅក៏មិនស្រឡាញ់ដែរអារូបស្អាតអាម៉េចក៏មិនស្រឡាញ់ដែរមកក្រុងនឹងគ្មានអាណាទៅតដឹងនាងនឹងបានទេអូហើយដល់អស់មានប្រុសតដឹងហើយអាខ្មៅនេះវាល្បីដល់អាខ្មៅនេះអាសទ្ធិខ្មៅនេះក៏នឹកឃើញទៅទេអញក៏នឹកឃើញចង់បានប្រពន្ធដែរហើយអត់មានអ្នកណាគ្រប់គ្រងទ្រព្យសម្បត្តិដែរអញ្ចឹងគិតចង់បានប្រពន្ធបើមិនដឹងទៅរកអ្នកណាឮល្បីតកូនសទ្ធិនឹងវារូបស្អាតគេតដឹងអត់បានចង់សាកខ្លួនឯងទៅតដឹងមើលដល់អញ្ចឹងពឹងពោរកយាយតាពីរនាក់ធ្វើម៉ែធ្វើឪព្រោះខ្លួនឯងវាអត់ម៉ែអត់ឪនោះដល់យាយនេះប្រាអត់មកដល់ផ្ទះទៅសួរហើយលោកសេដ្ឋីខ្មៅរកខ្ញុំមកមានការអីលោកយាយលោកតាខ្ញុំចង់ពឹងលោកយាយលោកតានឹងឲ្យធ្វើជាអ្នកផ្លូវធ្វើជាមេបាទៅចូលស្រីតដឹងកូនលោកសេដ្ឋីនៅចុងភូមិនោះឲ្យខ្ញុំយាយតានេះសើចហ្មងអើយលោកសេដ្ឋីឲ្យខ្ញុំមិនចង់សើចយំលោកសេដ្ឋីទេប៉ុន្តែសុំមេត្តាចិត្តចុះកុំទៅអីហើយសេដ្ឋីខ្មៅសួរតែម៉េចចឹងលោកសេដ្ឋីឲ្យមន្ត្រីថ្នាក់ណាក៏ដោយរូបសម្បត្តិគេដូចទេវបុត្រស្អាតស្អាតហើយវណ្ណៈគេធំធំនាងហ្នឹងមិននឹងមើលមុខផងហើយចោះលោកនេះមុខមិនសមក្បាលមិនសមមុខដៃមិនសមជើងមិនសមខ្លួនរូបឲ្យខ្មៅអាក្រក់យាយនឹងនិយាយត្រង់ចឹងហ្មងហើយចន្ទណាគេទៅយកលោកឲ្យបើប្រុសស្អាតមកកកោគេមិនមើលមុខផងនេះហើយមុខលោកសេដ្ឋីឯងទៅតដឹងអាណាគេឲ្យកុំទៅឯងនាំតែខ្មាស់គេលោកសេដ្ឋីកុំនឹងទៅរកអ្នកផ្សេងទៅឲ្យវាសមខ្លួនហ្នឹងសេដ្ឋីខ្មៅតែយាយទៅតាមខ្ញុំទៅយើងមិនមែនតែប្លន់កូនកំមុំគេណាយើងទៅតដឹងគេតែបើគេមិនឲ្យមកវិញមកសេដ្ឋីខ្មៅតែអញ្ចឹងណាញោមណាយើងមិនមែនតែប្លន់គេណាទៅតដឹងតែទៅតាមខ្ញុំយាយតានេះគេពឹងឲ្យគេឲ្យលៀបសការៈដែរក៏ទៅខានទៅដល់លបងផ្ទះសេដ្ឋីដេញចេញហ្មងអាបាវអាណាមករអញតែអញមិនចង់ជួបទេដេញចេញទៅមនុស្សសាច់មិនសាច់បែបមកខ្ចីលុយអញស្មាអត់ដឹងតែអាខ្មៅជាសេដ្ឋីដែរស្មាតែមករខ្ចីលុយអីបានណាអញមិនចង់ជួបមនុស្សទេថ្ងៃហ្នឹងនោះឲ្យចេញទៅស្រាប់តាបាវទៅសួរនាំបំរុងនឹងដេញហ្នឹងស្រាប់តែយាយតាថាខ្ញុំនាំលោកសេដ្ឋីខ្មៅមកចូលសួរកូនលោកសេដ្ឋីទទួលលោកសេដ្ឋីវិញផងទៅចង់ជួបមកផ្លែតដល់ប្រាប់តែលោកសេដ្ឋីអាខ្មៅដែលមកមុខមិនដូចសត្វមិនដូចមនុស្សហ្នឹងអាហ្នឹងសេដ្ឋីហើយគេមកចង់ស្ដីទៅដឹងកូនលោកសេដ្ឋីគាត់ហ្នឹងឲ្យមានទ្រព្យច្រើនណាហើយដល់ឲ្យលឺសូរចឹងទៅបើចឹងហៅចូលមកអ្នកមានណាលឺសូរតែមានទ្រព្យដឹងឲ្យលឿនណាមុខអ្នកមានគេរកអ្នកមានអញ្ចឹងលឺតែសេដ្ឋីឲ្យចូលមកក្នុងផ្ទះហើយរៀបរាប់សួរទៅយាយនេះក៏រៀបរាប់ថាខ្ញុំហ្នឹងមកតាមការពឹងពររបស់លោកសេដ្ឋីខ្មៅខាងណាឲ្យខ្ញុំមកធ្វើជាមេបាជាម្ដាយឪពុកមកចូលស្ដីទៅដឹងកូនលោកសេដ្ឋីគាត់ណាលឺអញ្ចឹងសើចត្មងយាយលោកអើយលោកហើយលោកឯងស្អាតម្លឹងនេះមកទៅដឹងកូនខ្ញុំណាហើយកូនខ្ញុំហ្នឹងមន្ត្រីថ្នាក់តូចថ្នាក់ធំរូបសម្បត្តិដូចទេវបុត្រនាងកូនខ្ញុំនេះមិនដែលមើលផងអើយលោកឯងនេះមកហ្នឹងមុខមិនសមក្បាលមិនសមមុខមកទៅដឹងកូនខ្ញុំឥឡូវចេះខ្ញុំឲ្យកូនខ្ញុំមកមើលអ្នកឯងបើសិនណាកូនខ្ញុំអញញឹមសើចដាក់អ្នកឯងខ្ញុំការឲ្យតែហ្មងមិនបាច់ចាំកូនខ្ញុំថាព្រមឲ្យតែថាអញញឹមតែបន្តិចក៏ខ្ញុំឲ្យមើលមុខតែបន្តិចក៏ខ្ញុំឲ្យដែរបើមើលមុខអ្នកឯងអញញឹមតែបន្តិចក៏ខ្ញុំលើកកូនខ្ញុំឲ្យដែរមិនបាច់ចាំថាព្រមស្រាប់តែសេដ្ឋីប្រើអ្នកបំរើឲ្យចូលទៅបើកទ្វារឲ្យកូនស្រីមកមើលលក្ខណៈភ្ញៀវកូនសេដ្ឋីដើរចេញមកមិនទាន់បាននិយាយអីគ្រាន់តែកលែងឃើញអាខ្មៅសើចទៅមកវាអស់ស្នោចពេកយាយឯនេះវាឃើញវាអស់ស្នោចពេកសើចហ្មងដល់សើចទៅដើរចូលបន្ទប់វិញទៅអាសើចហ្នឹងមិនមែនសើចពេញចិត្តទេសើចវាអស់ស្នោចខ្លួនឯងថាមនុស្សអញឯងស្អាតប៉ុណ្ណឹងដែរវាទៅជាមានមនុស្សប្រភេទអញ្ចឹងមកទៅដឹងឯងដែរវាអស់ស្នោចខ្លួនឯងពេកដល់អញ្ចឹងសេដ្ឋីនេះវាជាប់មាត់ជាមួយអាខ្មៅឲ្យយាយតាហ្នឹងថាបើកូនខ្ញុំអញញឹមដាក់តែបន្តិចក៏ខ្ញុំការឲ្យដែរអានេះមិនមែនអញញឹមទេសើចហ្មងដល់អញ្ចឹងការឲ្យយាយដល់ការឲ្យទៅមានអីនាងនេះក៏អត់ប្រកែកដែរដូចនិស័យគេវាដល់ហើយយាយរស់នៅជាមួយគ្នាស្រឡាញ់គ្នាល្អកលឿនធម្មតាអញ្ចឹងទៅណែយាយដល់គេបាននៅជាមួយគ្នាអញ្ចឹងទៅអ្នកណាខ្លះកើតចិត្តចំណែនយាយមន្ត្រីប្រុសមនុស្សអ្នកមានអ្នកតូចអ្នកធំអាណាធ្លាប់តែដឹងធ្លាប់ស្រឡាញ់នាងហ្នឹងប្រហែលខឹងអាខ្មៅទាំងអស់ហ្នឹងមិនគួរណាអញវាស្អាតប៉ុណ្ណឹងដែរទៅតែដឹងនាងហ្នឹងមិនបានជាពិសេសមន្ត្រីធ្វើការនៅព្រះបរមរាជវាំងធំដែលចូលស្រីតែដឹងនាងហ្នឹងវាអត់បានវាក្តៅក្រហាយមុខមាត់អញប៉ុណ្ណឹងដែរទៅតែដឹងនាងហ្នឹងមិនបានទៅជានាងហ្នឹងពេញចិត្តទៅត្រូវជាមួយអាខ្មៅមនុស្សមកមនុស្សសត្វមិនសត្វ
nè vậy công che cho nên cái nó bởi cho nên trong pa kia nè ọt bon mà này thì cho nên pa trong kia nè miền bon được màu nâng phải giác ấy anh ấy vậy kia cho nên cho nên đi bọc rục cái rô vì thi thơ bạp lò hốt nấu ta thưa ấy có đọt cả nè pel mùi môn tây thằng óc cái kịch cái này anh trâu ta rô vì thi cầm chặt màu nâng chơi nhà bạn qua nó bị chẳng rai nè vì mơ nghe anh vì áp on chê ra anh nâng thằng nạ một mặt anh chỉ một tây pan năng đa anh ta đăng nieng năng ọt ban nieng năng ta do sắt thiết giờ mà thơ vào đây cắt một cắt mọt kê nó bộ khăng kê nó chẳng cái phải chôm vào phía xa cái này tới cái khai xa prem hạt sạch khai xa cái do mau cất cái kê dân tao ngày lớn cái tầng hai bộ pol sana thì hiền mau mà vong cái này cái máu cái trâu bạc bộ cái này cái nó mà đọp tè sẽ thay rốt cho mau khơi trắng nó một phay rốt cho bị lợp tè xua tham miền rương ấy lột cho công sa đạp bari cho xa dân là lư sâu trong lột cho công ao các bạn đó đầy đó là cái an tha dương từ tua riết về xa pi prema sát bỏ ông ban sư bằng kê mà khơi ta côn và xa lục sẽ thay không mau đi việc ban sầm lập dây ta chỉ sẽ thay cha đây chỉ mai chừng châm năng đầm bay là buông do trọp dây ta năng tầng lời sư khơi tham miên pi rốt từ chun nè năng chọp tu pre chia trâu oi mà chấp do nè năng tờ bà hai chỉ vật hỏi banana mình xã hạ ca trâu kia co do tàu tông đó lư sâu chẳng ê ai chẳng khiêm xã ca ao không mày đấy nè khiêm xã hạ ca hỏi thấu oi khiêm thơ ấy tới bởi lục sẽ thay hay là cua xa trong ruột luôn tê là nghe năng dục năng khiêm mà oi con chơi chạp không ao vô tới dương đây thầm đăng rương đăng lươi tới công chào lo còn oi miền Pành Hà bao đòn đẹp sọc xã hạ ca tập pan năng tới ba này ruột luôn này mà giang ta tiết drop sầm bát là bao không ao năng lẽ tới lục sẽ thay tông đó là lư sâu trong sập bài chất đài dây xã hạ ca cho mùi kia nè không mấy những cao cầm đặt cọ đài xã hạ ca cho mùi kia ôi cái xâm lạp côn và xà đó là dục lớn kia mà chạp kia đai tròn slap xếp đặt bao chọp năng tí chi do tờ trao tròn chọp năng đàm chơi cả đà prey cả lại sát cài xã hào nó nền đĩa với sờ bầu prey hai chân non đám sờ bầu để sát cài xã hào sát là kla đầm bong kla rồi khăn kla tôi kla thông riêng chỉ xây ấy sát là bộ si sạch sạch chia hả nên nhiều mà tham cho là trộn gì đường đang ở chọp tờ món thôi chân này kia nó giấy cầm trâu chật chân này hay đang này xong bầm rau mai bầm rau nè tờ dòng mạch tư quạt năng cái gì cái do ta đạn nó không prey tròn vào nên đừng đào chơi cái tham bạch sầm lạp về ta mà này ti mình toàn này kla dương đào tranh toàn phật này kla si okro tập này mình miền đấy đó là cái tròn vào chọp đừng đào chơi cái chi hạt tê tranh mà vinh mà vậy ai vì chạy đòn ấy đào chơi nó rục cái tê và đa để nông đào chơi thay prey nó nè hai cái thân mùi kia ca chiết muốn đó là cái lệ khơi mà mà mơ này say thà ná cái do mình mà chọn vào chào nó tân đắng đó là mơ mà ô quạt này thọp hai cái thân như mùi ai như tới chiết muốn hỏi mấy bạn cao mà múc mình đôi mà ở sạp này chẳng qua cọ giang đó đó mơ ta ô tô khăn ai như ta quạt nó khăn ai khăn tê và đa đang tiệt cho nên nên đi rương hai cái thân kia lợt mua tầm môi mình lợt mua ai nữa miền nẹt là on trận chẳng bền nữa anh không thơ thì ai thống dẹp đại cha on miền lợt một lợt mọt anh sót từ lợt một lợt mọt nẹm pin mau bị na chẳng ai thì hỏi chẳng ai vì chẳng này nên đi kia chẳng tất ba là cao nó ru và cọ chẳng phải giạt ấy đó là chẳng tới sạp ta quạt năng mơ ta ô bơi chẳng ru và cọ đã xa khăn anh nhớ cho ta anh năng trâu chui ấy mơ đào miền để say ai trâu chui đọc mà mơ tới chiết một năng quạt năng chỉ nẹt bầm rau mai bầm rau ở cà pia mai áo đôi lo bơi chẳng chỉ bon cơ sal bằng anh trời ta cà pia bọc cồn nẹm miền bon đòi chẳng dây này dây prap riệp rọt thành anh mình toàn đào pe để trời rong tốc cái về tây to tiệt tê này ai ruột phật cam pia riệp trầm năng bơi chẳng té này anh chỉ này trên này nhom cà pia chiết muốn ban là trời cái thừa bạc chẳng ban là cái trên này trên này này anh vinh ấy này anh cợt màu máu để sao ta này anh khăng cao chỉ môi nhom ban là anh cợt màu máu cọ rúp với mình xong mà nu với tới chỉ đôi sát các bạn nên nhom tới ta cà pia này anh để sao ta này anh bầm rau mai bầm rau đó là chẳng tới dây ai tê và đá có prao đời rất nâng sai chấm non bò rò nâng tới con niệm mật bà sạt mùi thum nơi cả đào prey nâng ai không ai nữa nó không bà sạt nâng đây thầm đăng ai niệm mật bài niệm mật mà hôm niệm mật play chơi không ai nâng đây con tẹt classy play chơi thầm đăng anh nó cái thằng hoa và thằng này không miền ruộng thế anh tranh bị phê anh ơi không miền không ai nam mà bằng phê bằng một bằng một anh tiết đấy tuột bay niềng đang flop miền không ai chỉ vào đây còn một trai thằng nâng nâu ta sẵn khâm ta anh nâng châu ta đăng niềng năng lược tì pì vậy chứ
គិតទៅអាស្រឡាញ់គេនឹងមិនគិតថាគេមានប្តីមិនមានប្តីតែស្រឡាញ់តែឃើញស្រឡាញ់អញ្ចឹងហ្មងនិស័យមនុស្សហ្នឹងហើយដល់ហើយចឹងទៅយាយហើយមកយប់ហ្នឹងមានសត្វឯណាមកកើតបើទេវតានិមិត្តប្រាសាទប៉ុណ្ណានៃអាខ្មៅនៅក្នុងប្រាសាទហើយដល់តែព្រឹកឡើងទេវតាថាអ្នកឯងត្រឡប់ទៅផ្ទះវិញទៅស្អែកឡើងហ្នឹងអ្នកឯងអាចទៅបានក៏ប៉ុន្តែអ្នកឯងមិនអាចទៅក្នុងសភាពដើមបានទេអ្នកឯងត្រូវមានរបស់អីការពារខ្លួនបើអ្នកឯងទៅតាមសភាពដើមអ្នកឯងងាប់មកទៀតតែមិនរស់នេះអ្នកឯងមកលើកទី2គេនឹងសម្លាប់អ្នកឯងចោលហើយបើអញ្ចឹងទេវតាឲ្យថ្នាំទឹក3គ្រាប់ថ្នាំទឹក1គ្រាប់លេបទៅរូបស្អាតថ្នាំទឹក1គ្រាប់លេបទៅអាយុវែងគេសម្លាប់អត់ស្លាប់ថ្នាំទឹក1គ្រាប់ទៀតលេបទៅកើនទ្របកើនមាសកើនប្រាក់យាយដឹងតែអាខ្មៅរើសយក1គ្រាប់ណាទេយាយទេវតាតណៃលេបបាន1គ្រាប់ទេ3គ្រាប់ហ្នឹងដឹងអារើសយកគ្រាប់ណាអត់យើងយកទ្របរូបស្អាតដោយសារអីដោយសារគិតតែអញមានទ្របស្រាប់ហើយអាយុវែងខ្លីនៅលើកម្មចុះកម្មគេឲ្យអញប៉ុណ្ណាប៉ុណ្ណឹងប៉ុន្តែអញមុនដៃខ្យល់ទៅអញចង់បានស្អាតគេដែរកុំឲ្យគេមើងងាយអញពេកដល់ឲ្យចឹងទៅរើសយកអាក្របរូបស្អាតលេបពឹបទៅញាក់មុខញាក់មាត់ញាក់កាជៀកទាញដៃទាញជើងបដូរវត្តទៅជាទេវបុត្រកំឡោះស្អាតអស់ទាស់ទៅហ្មងយាយអូយយាយស្អាតណាស់ដូចមករោងនឹងរកណាមួយស្អាតដូចគាត់នឹងអត់មានសោះពេលប្រែរូបមកយាយពីស្អាតអស់ទាស់សាច់នឹងឲ្យសមុខមូលកឡងដូចពងកលើយាយពីក្តៅពើពងកពើក្តៅច្រមុះយាយពីឲ្យស្រួចភ្នែកនឹងយាយពីឲ្យខ្មៅក្រឹបយាយតែពីរៀងនឹងឲ្យសមស្អាតដូចទេវបុត្រចុះពីឋានសួគ៌ចឹងស្អាតណាស់មរៀមដៃនឹងយាយពីសលូនដូចបលាក្រូចចឹងអស់ចាណាស់យាយឲ្យសាច់សមម៉ត់ខៃអាស្រ័យដោយសារបុណ្យទេវតាជួយយាយណាដល់តែចឹងឆ្នាំទឹក2គ្រាប់ទៀតបាត់ទៅវានៅឆ្នាំមកថងយាមដែលទេវតាទុកឲ្យចំនួនអ្នកដែលប្រព្រឹត្តអាក្រក់មកលើគាត់ហ្នឹងហើយអ្នកណាប្រព្រឹត្តអាក្រក់មកលើគាត់ទេវតាឲ្យមកថងយាមហ្នឹងប្រាប់ថាឆ្នាំមកថងយាមហ្នឹងអ្នកឯងយកទៅអ្នកណាប្រព្រឹត្តអាក្រក់ដាក់អ្នកឯងនឹងទទួលផលហើយចាប់ពីស្អែកហ្នឹងទៅអ្នកទាំងអស់ហ្នឹងនឹងទទួលផលហើយបរោះនឹងសួរទៅចុះលេបទៅជាស្អីដែរឆ្នាំហ្នឹងអាណាលេបទៅជាស្វាទាំងអស់បើអញ្ចឹងទេធ្វើម៉េចដើម្បីអាពួកហ្នឹងលេបទៅហើយតែឯងទៅដល់ទៅវាសួរតែឯងបានស្អីស៊ីបានអារូបស្អាតអញ្ចឹងបើអញ្ចឹងឯងប្រាប់ថាបានថ្នាំទឹករើសពីព្រៃមកអញ្ចឹងទៅអាពួកហ្នឹងវាចង់ស្អាតច្បាស់ជាវាសុំឯងលេបអូតូហើយបើអញ្ចឹងមិនបាច់ភ័យទេហើយដល់អញ្ចឹងទៅទេវតាកំណត់មិនសូវស្រួលដែរយាយអាហ្នឹងដែលគេហៅថាទេវតាបារាមុខទេវតាបារាមុខនោះញោមធ្លាប់ឮពាក្យហ្នឹងថាមនុស្សអាក្រក់ទេវតាបារាមុខហ្នឹងមែនណាយាយព្រះសំដែងមើលហើយដល់អញ្ចឹងទេវតាឲ្យថ្នាំមកថងយាមហ្នឹងមកឯនេះស្ពេថ្នាំមកថងយាមហ្នឹងមកដល់ផ្ទះគោះទ្វារប្រពន្ធកដាលយប់ដើរតាំងពីព្រឹកដល់កដាលយប់បានដល់ផ្ទះដល់មកដល់ផ្ទះគោះទ្វារប្រពន្ធអត់បើកប្រពន្ធថាណាគេមកបន្លំខ្លួនទៅប្តីអញទៀតហើយឯងចាប់ប្តីអញយកទៅតាំងកដាលយប់ឯងយកប្តីអញទៅសម្លាប់ចោលមិនទាន់អស់ចិត្តឯងចង់មកសម្លាប់អញទៀតអីបានហើយចេញទៅអញមិនបើកទ្វារឲ្យទេក៏មកបន្លំខ្លួនទៅប្តីអញយាយឲ្យអត់ជឿតែប្តីទេញោមចាប់ប្តីគេចាប់ក្រៀកដៃទៅទាំងយប់ទៅហើយនោះហើយដល់តែចឹងនេះខ្មៅទៅអូនហើយបងទេបើកទ្វារឲ្យបងមកអូនបងទេនេះខ្មៅទេបើកទ្វារឲ្យបងមកបងគឺបងខ្មៅតែខ្ញុំមិនជឿទេណាឯងមកបន្លំខ្លួនធ្វើប្តីខ្ញុំចេញទៅណាឯងកុំមកបន្លំខ្លួនខ្ញុំមិនបើកទ្វារឲ្យទេដល់តែកដាលយប់ឲ្យប្រពន្ធនេះយំអោបក្បាលជង្គង់ណែប្តីដបងតែអត់យកទេដល់តែពេលបានប្តីចេះស្រឡាញ់ប្តីដែរតែយាយនឹកប្តីនឹកបងខ្មៅមិនដឹងមានអីពិសេសបាននឹកបងខ្មៅម្លឹងហើយយំអោបត្បល់ក្បាលជង្គង់អត់ដេកអត់ហូបអីទេយំទៅដេកលក់ទៅអាខ្មៅឯនេះដល់គេអត់បើកទ្វារឲ្យនៅត្បល់ក្បាលជង្គង់នឹងមុខទ្វារហ្នឹងទៅចាំប្រពន្ធនៅតែនឹងដល់ភ្លឺព្រឹកឡើងអាខ្មៅឡើងគោះទ្វារទៀតប្រពន្ធអើតមើលតាមប្រឡោះទ្វារអញថាមែនអញថាមែនប្តីអញមែនប្តីអញមែនអញថាមនុស្សបន្លំខ្លួនចោលមានអាខ្មៅទៀតឯណាបើទៅជាបរោះស្អាតទៅហើយអញថាកុហកអញមែនថាអូនហើយមែនបងកុហកទេបងគឺបងខ្មៅហ្នឹងហើយតែខ្ញុំមិនជឿទេប្តីខ្ញុំអាក្រក់ណាស់ខ្មៅមែនមុខចឹងទេមែនស្បែកចឹងទេមែនក្តៅច្រមុះចឹងទេមែនរូបរាងចឹងទេប្តីខ្ញុំមុខមិនដូចមនុស្សមិនដូចសត្វទេអាក្រក់ណាស់មែនប្តីខ្ញុំទេតែខ្ញុំមិនដែលហ៊ានមើលមុខប្តីខ្ញុំផងមុខអាក្រក់ពេកមែនប្តីខ្ញុំថាបងហ្នឹងហើយបើអូនឯងមិនជឿអូនឯងបើកទ្វារមកអូនឯងមានកន្លែងចំណាំបងហើយតើចាំបងអូនឯងមើលអូនឯងដឹងតែបងគេមានកន្លែងសម្គាល់ឲ្យខ្ញុំណាហើយដល់តែចឹងទៅឯនេះគេចង់ដឹងដែរបែបសង្ស័យប្តីអញមែនក៏មិនដឹងបើសិនតែមនុស្សអាក្រក់ប្រហែលជាមិនហ៊ាននៅដល់ភ្លឺអីចឹងទេប្រហែលជាទៅវិញបាត់តាំងយប់ហើយដល់អញ្ចឹងបើកទ្វារមកឯនេះគេបើកឲ្យមើលទៅបានដឹងអូប្តីអញមែនទេតើគេមានកន្លែងគេចំណាំនិយាយណាពេលព្រោះ
វាដូរតែរូបរាងដូរតែស្បែកដូរតែមុខមាត់ដូរតែថ្មិញដូរតែសក់ដូរតែដៃដូរតែជើងនេះប៉ាកន្លែងខ្លះអត់ដូរនៅតែដែរអាចដល់អញ្ចឹងទៅគេចំណាំថាអូប្តីខ្ញុំមែនបងហើយបងហើយចុះបងឯងទៅណាបាត់មកយប់ហ្នឹងគេធ្វើបាបអីបងឯងខ្លះគេចាប់បងឯងទៅទាំងយប់ហេតុអីបានបងឯងអត់ស្លាប់មកវិញទៅជាដូររូបរាងស្អាតអញ្ចឹងបងប្តីរៀបរាប់ប្រាប់អស់សេចក្តីអញ្ចឹងទៅបានប្រពន្ធថាអូបើអញ្ចឹងទេប៉ណ្ណាមិនតាន់ឲ្យដឹងថាឪក្មេកហ្នឹងរួមសំគំនិតជាមួយគេដែរទេខ្លាចប្រពន្ធឯងភ័យទៅប្រាប់ឪក្មេកទៅមុនទៅបើអញ្ចឹងទេក៏ល្ងាចឡើងនាំប្តីទៅហូបបាយជុំគ្នាជាមួយឪក្មេកម៉ែក្មេកឪក្មេកនេះគាត់តែកលែកឃើញស្រាប់តែស្ទុះទៅមកហើយចុះកូនឯងទៅរកប្តីមកពីណាមួយទៀតហើយក៏លឿនអីលឿនម្លេះប្តីទៅមកទៅយប់មិញឥឡូវយកប្តីមួយទៀតហ៎ថាអត់ទេឪខ្ញុំមានយកប្តីផ្សេងណាប្តីខ្ញុំអាខ្មៅហ្នឹងហើយបងខ្មៅហ្នឹងហើយអាខ្មៅឯណាអញ្ចឹងអាខ្មៅអាក្រក់ណាមានអាខ្មៅណាស្អាតអញ្ចឹងនោះហើយអាខ្មៅវាងាប់បាត់ហើយគ្មានរស់ទេអត់ទេប្តីខ្ញុំអត់ស្លាប់ទេឪហ្នឹងហើយប្តីខ្ញុំនោះប្តីខ្ញុំគេចាប់គាត់យកទៅព្រៃអាប្តីនឹងក៏ហក់ប្រពន្ធថាដល់ទៅដល់ព្រៃទៅប្រឹងរើបំរាស់ទៅដេញសัตว์អត់មានណាសัตว์ណាហ៊ានមកចិត្តបងដេកលើចុងឈើមកយប់វេទនាណាស់ព្រឹកឡើងចុះពីលើចុងឈើអត់មានអីហូបចិត្តតែដើររើសផ្លែឈើរើសនេះរើសរស់ហូបទៅវាចំអាផ្លែឈើមួយនឹងហូបទៅស្រាប់តែដូររូបបងអញ្ចឹងមកចិត្តតែក៏ហក់គេតាមពិតដេកក្នុងវិមានសោះហ្នឹងសារឡើងចុងឈើដេកដល់អញ្ចឹងទៅប្រពន្ធក៏រៀបរាប់ប្រាប់តាមប្តីអញ្ចឹងទៅសាបសទ្ធិនេះចាស់អាយុ8ជាងណាស់ហើយស្បែកជ្រាវជ្រួញហើយកឆិតកឆោតអស់ដល់អញ្ចឹងទៅចង់ស្អាតគេដែរណាកូនឯងមានដោយអាផ្លែឈើនឹងមកឲ្យចែកឲ្យមកគ្រាប់ផងមកកូនឲ្យចង់ស្អាតដែរស្អាតអាខ្មៅថាឪឯងចង់លេបកុំអាចាំខ្ញុំយកមកផ្ញើឯងទៅខ្ញុំស្រឡាញ់ឪឯងសឹងអីខ្ញុំចែកឲ្យឯងខ្ញុំគង់ឲ្យខ្ញុំឲ្យទេប៉ុន្តែឯងចង់លេបអាឆ្នាំហ្នឹងដើម្បីដូររូបស្អាតឲ្យឯងវាយកងវាយខ្មោះប្រាប់ឲ្យប្រជាជនមកមើលឲ្យឯងហូបដើម្បីដូររូបឲ្យឯងឲ្យទៅជាស្អាតហើយឲ្យឯងហៅគ្នាមកបានច្រើនមកអ្នកណាដែលសែបគប់ស្រឡាញ់ឲ្យឯងរាប់អានឲ្យឯងមិត្តភក្តិបនភឿនឲ្យឯងមានប្រមាណនាំមកចាំខ្ញុំចែកឲ្យហូបឲ្យស្អាតទាំងអស់គ្នាឲ្យប្រជាជនបានឃើញណាឪដល់លឺសូកូនថាអញ្ចឹងប្រើអ្នកបំរើឲ្យវាយកងវាយខ្មោះប្រាប់អស់អ្នកស្រុកឲ្យមកជុំគ្នាមើលគាត់ហូបថ្នាំទឹកដើម្បីប្រែកាយឲ្យទៅជារូបស្អាតដោយកូនភាសាគាត់យាយឲ្យលបីដល់ពួកអាខូចនៅក្នុងវាំងអាប្រុសទាំងអស់ដែលចំណែនដែលឈ្នាននេះដែលធ្វើបាបគាត់នឹងដឹងលឺអញ្ចឹងទៅចង់ឃើញតែអាខ្មៅវាមិនស្លាប់មែនណាអីហើយវាដូរទៅជារូបស្អាតមែនណាអីដល់ឲ្យនាំគ្នាមកទាំងអស់ទៅស្រាប់តែឃើញអាខ្មៅស្អាតមែនដល់ឲ្យឃើញស្អាតមែនអញ្ចឹងស្រាប់តែស្ទុះចូលទៅសុំថ្នាំទឹកណែលោកឯងមានមកទេខ្ញុំសុំមកគ្រាប់ដែរមកសម្លាញ់ខ្ញុំសុំមកគ្រាប់ដែរមកនិយាយព្រោះណាសត្វតែសម្លាញ់ប៉ុន្តែតាមពិតចាប់គេយកទៅសម្លាប់ចោលសោះណាហើយអាខ្មៅធ្វើដូចមិនដឹងរឿងអីចឹងតែមានខ្ញុំយកមកចែកអ្នកទាំងអស់គ្នាហ្នឹងក៏ប៉ុន្តែថ្នាំខ្ញុំមានកំណត់ខ្ញុំចែកឲ្យតាណាមាននិស័យទេអញ្ចឹងមានន័យទៅឲ្យតាអាណាដែលធ្វើបាបគាត់អាណាតែឈ្នាននេះគាត់ទេមនុស្សធម្មតាគាត់អត់ឲ្យឲ្យសួរថាម៉េចបានដឹងមុខដោយសារទេវតាគេបើកកញ្ចក់ទឹកឲ្យឃើញអស់ហើយអាណាគេធ្វើបាបគាត់ខ្លះមន្ត្រីណាខ្លះរួមទាំងឪក្មេកឯងផងហើយដល់អញ្ចឹងគាត់ដឹងអស់ហើយអាណាខូចអាណាមិនខូចដល់អញ្ចឹងទៅគាត់ថាឆ្នាំគាត់មានកម្រិតឲ្យតាណាមាននិស័យអញ្ចឹងហោចឲ្យឪក្មេកមួយមកក្របមុនគេទៅបន្ទាប់មកហោចឲ្យមន្ត្រី1 2 1 2 1 2ម្នាក់ហ្នឹងប្រហែល2 300នាក់នោះគាត់អ្នកចំណែនគាត់ចែកឲ្យអស់អាលីងមកថងយាមយាយឲ្យពួកនេះហេតុតែចង់ស្អាតញោមហើយអត់មានចាំស្អែកទេគ្រាន់តែបានមកលេបក្អឿគ្រប់គ្នាស្រាប់ទៅវាក្តៅអស់សារពាង្គកាយញាក់ដៃញាក់មុខញាក់មាត់ទាញដៃទាញត្រចៀកទាញជើងទាញមាត់ទាញមុខដោះរោមកើតកតុយរត់ត្រេពេញនឹងទាំងអស់ហើយស្រាប់តែប្រជាជនទៅអីលោកឲ្យចុះក្រែងទៅឯងថាឆ្នាំហ្នឹងលេបទៅរូបស្អាតហើយមិនបានលេបទៅកើតទៅជាស្វាទាំងអស់អញ្ចឹងថាណែអ្នកទាំងអស់គ្នាហេតុអីបានតែខ្ញុំមិនឲ្យអ្នកទាំងអស់គ្នាលេបដោយសារតែទេវតាគេឲ្យឆ្នាំនឹងមកមិនមែនខ្ញុំដើររើសអីទេទេវតាគេឲ្យខ្ញុំមកដើម្បីបង្ហាញពីសេចក្តីអាក្រក់របស់បុគ្គលអាក្រក់អ្នកចំណែនអ្នកឈ្នាននេះអ្នកធ្វើបាបខ្ញុំអ្នកទាំងអស់ហ្នឹងឯងជាអ្នកផ្សំគំនិតយកខ្ញុំទៅសម្លាប់ចោលនៅក្នុងព្រៃនោះក៏ប៉ុន្តែខ្ញុំវាអត់ស្លាប់ដោយអំណាចបុណ្យកុសលដែលខ្ញុំធ្លាប់ធ្វើកឋិនជាមួយនឹងរុក្ខទេវតាមួយយ៉ាងទៀតដោយអានិសង្ឃនៃខ្ញុំថែម៉ែថែឪបានទេវតាគេអាណិតគេមេត្តាគេថែរក្សាខ្ញុំដែរបើអញ្ចឹងទេអ្នកទាំងអស់ហ្នឹងសិតតែជាមនុស្សអាក្រក់ដែលឈ្នាននេះដែលធ្វើបាបខ្ញុំអញ្ចឹងអ្នកទាំងអស់គ្នានេះណាដែលប្រព្រឹត្តសេចក្តីអាក្រក់ច្បាស់ជាទេវតាបរាមុខដូចអ្នកទាំងអស់ហ្នឹងអញ្ចឹងរាប់រយអ្នកកើតទៅជាស្វាលោតតេតតើតពេញនឹងទាំងអស់ស្រាប់តែមនុស្សនៅតែនឹងគេថាបើអញ្ចឹងទេកុំទុកវាឲ្យនៅក្នុងស្រុកភូមិយកវាទៅសម្លាប់ចោលអស់ទៅ
មនុស្សខ្លះគេថាកុំសម្លាប់វាអីទោះបីវាអាក្រក់ក៏ដោយក៏ប៉ុន្តែកុំឲ្យជាប់ពៀយកវាទៅប្រឡែងចោលក្នុងព្រៃដាក់ទ្រង់យកទៅប្រឡែងចោលក្នុងព្រៃអស់កំទុកនៅក្នុងស្រុកភូមិយើងអាមនុស្សអាក្រក់ចឹងទុកនាំឲ្យវាក្តៅកាហាយបើអញ្ចឹងទេគេលើកដាក់ទ្រង់ប្រមូលដាក់អទេសដឹកយកទៅប្រឡែងចោលនៅព្រៃហែមកពៀនទាំងអស់ឥឡូវហ្នឹងនៅតែជាស្វាអត់ទាន់មកជាមនុស្សវិញម្នាក់ទេអាត្មាទៅមកទៅជួបម្សិលមិញនៅជាស្វាទាំងអស់បើអញ្ចឹងញោមរៀនពិចារណាណាសង្វេគតក់ស្លុតថាកុំចូលចិត្តចំណែនឈ្នាននេះគេកុំចូលចិត្តខឹងគេបើខឹងប៉ះចំអ្នកមិនមានបនមិនអីទេប៉ុន្តែបើខឹងចំប៉ះអ្នកមានបនវានាំទុកដល់ខ្លួនអាត្មាឧទាហរណ៍តើបើយើងខឹងគេតើគេកើតទុកឬក៏យើងកើតទុកអមតាខឹងគេគេអត់ខឹងយើងអ្នកណាអ្នកកើតទុកខ្លួនយើងអ្នកខឹងគេហ្នឹងអ្នកក្តៅកាហាយអ្នកកើតទុកឧបមាតែយើងជេរគេអាចោត្រូវឆ្នោតតើអាចោត្រូវឆ្នោតនឹងវាមុននឹងលឺចូលតិចគេវាចូលតិចអ្នកណាមុនគេហ៎វាចូលតិចអ្នកណាមុនគេចូលតិចយើងអ្នកជេរហ្នឹងវានៅក្បែរមាត់នេះហើយចូលទីអតែយើងខឹងគេយើងសម្លក់ដាក់គេយើងចង្អុលដាក់គេហើយញោមអេញោមអេពេលយើងខឹងគេយើងចង្អុលគេមករៀបម៉ានទៅគេញោមមករៀបម៉ានមករៀបមួយប៉ុន្តែប្រមាណទៀតមកយើង4បើអញ្ចឹងមានន័យថាអាទុកដែលយើងផ្ដល់ឲ្យគេហ្នឹងគេទទួលទៅគេទទួលក៏តិចដែរប៉ុន្តែអាសេចក្តីក្តៅកាហាយដែលត្រឡប់មកយើងនោះវាច្រើនណាស់ហើយបើគេអត់ទទួលផងអានៅលើយើងទាំងអស់អាត្មាទេហោតែដូចញោមប្រគេនភេសជ្ជៈអាត្មាមកថាហ្នឹងអញ្ចឹងបើញោមប្រគេនអាត្មាថាដេគុណណាកណាប្រគេនភេសជ្ជៈដេគុណមកថាអាត្មាតែមិនអីឲ្យញោមចាំអាត្មាច្រកថងយាមយកទៅវត្តទាំងអស់បើអាត្មាច្រកថងយាមយកទៅវត្តទាំងអស់អាហ្នឹងបោះណាគេយាយបោះណាគេបើអាត្មាច្រកយកទៅទាំងអស់បោះណាគេបោះអាត្មាហ្នឹងហើយមានបោះញោមអីទៀតប៉ុន្តែបើញោមប្រគេនតែដេគុណកណាប្រគេនភេសជ្ជៈដេគុណមកថាអាត្មាឆាន់ក៏មិនឆាន់យកទៅក៏អត់យកទៅដល់អញ្ចឹងអាបោះហ្នឹងនៅបោះណាគេបោះញោមវិញហ្នឹងអាបោះម្ចាស់ផ្ទះវិញហ្នឹងបើអញ្ចឹងមានន័យថាឯងជេរគេមកព្រឹកតថ្ងៃត្រង់បើអាអ្នកដែលយើងជេរហ្នឹងគេអត់រវល់ជាមួយផងហ្នឹងគេទៅធ្វើការគេដេកទៅមិនដឹងបើអញ្ចឹងអាជេរមកព្រឹកថ្ងៃត្រង់ហ្នឹងវាទៅណាគេវិញយីវាមកយើងវិញទៅទាំងអស់បើគេទទួលយកវាមិនអីទេបាទបើគេមិនទទួលយកវានៅខ្លួនយើងតែហ្នឹងហើយដែលញោមរៀនពិចារណាថាមិនគួរកប់បីខឹងក្រោតចំណែនប្រចាំឈ្នាននេះគេនាំមកក្តៅកាហាយនាំមកកើតពៀវរាទេឃើញគេមានយើងសប្បាយ